អ្នកទាំងអស់គ្នាគិតថាល្អអត់បើសិនជា Mobile Legends មានតួអង្គដែលអាចបញ្ចូលឈាមឲ្យ Thread បានអ្នកទាំងអស់គ្នាមានដឹងអត់ថាកាលពីឆ្នាំ2019ណាមានតួអង្គ Fan Art ចំនួន2ដែលល្បីខ្លាំងមែនទែនដោយសារតែអ្នកដែលបានរចនាតួអង្គទាំងពីរនឹងឡើងគាត់បានធ្វើយ៉ាងផ្ចិតផ្ចង់ណាអញ្ចឹងតួអង្គទី1ហ្នឹងគឺជាតួអង្គស្រីដែលមានឈ្មោះថា Catriona សម្រាប់អ្នកដែលជា fan បវរកញ្ញាចក្រវាឡប្រកាសជាមានអារម្មណ៍ថាប្រហែលហើយដោយសារតែតួអង្គមួយហ្នឹងគឺគេធ្វើ inspire ចេញពីបវរកញ្ញាចក្រវាឡរបស់ហ្វីលីពីនកាលពីឆ្នាំ2018ដែលមានឈ្មោះថា Catriona Gray នឹងឯងនិយាយទៅអត្ថិដែលគាត់បានធ្វើជាមួយនឹងតួអង្គមួយនឹងឡើងគឺគាត់ធ្វើយ៉ាងម៉ត់ចត់ខ្លាំងមែនទែនដែលវាមានទាំង artwork មានទាំងតួអង្គក្រៅ game ទាំងក្នុង game ហើយនិង skill effect ឲ្យយើងមើលទៀតសំខាន់គឺមានទាំងសាច់រឿងតួអង្គទៀតអ្នកទាំងអស់គ្នាសម្រាប់ skill ទី1របស់តួអង្គមួយនេះគឺជា skill heal ឈាមឲ្យ teammate ប៉ុន្តែគឺប្លែកខ្លាំងមែនទែន heal បែប copy ចម្ងាយដូចជា skill ទី2របស់ Selena ដែរហើយចំណែកឯ skill ទី2របស់តួអង្គមួយនេះវិញគឺធ្វើការ heal ឈាមឲ្យ thread គឺ skill មួយនេះគឺពិតជាពិសេសខ្លាំងមែនទែនហើយសម្រាប់ skill ultimate វិញគឺជា skill ដែលដូរ form Catriona ទៅជា form មួយទៀតតែបើសួរខ្ញុំថា skill មួយនោះវាមានឥទ្ធិពលអីអានឹងខ្ញុំក៏អត់ដឹងដែរឥឡូវយើងមកស្គាល់ជាមួយនឹងតួអង្គ fan art ដែលល្បីខ្លាំងកាលពីឆ្នាំ2019ទី2ហ្នឹងគឺមានឈ្មោះថា Arcalid ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះតួអង្គមួយហ្នឹងគឺដោយសារតែអត្ថិគាត់បានសរសេរសាច់រឿងឲ្យតួអង្គមួយហ្នឹងថាជាគូស្នេហ៍របស់ Kevin Neville ណាហើយអ្នកទាំងអស់គ្នាគិតមិនដែរគិតថាតួអង្គមួយហ្នឹងសមជាមួយនឹង Kevin Neville អត់ដោយតួអង្គមួយនេះអត្ថិក៏បានសរសេរថាជាកូនស្ដេចផងដែរហើយថែមទាំងមានកម្លាំងនិងការប្រយុទ្ធខ្លាំងទៀតអ្នកទាំងអស់គ្នាបើយើងនិយាយពីឥទ្ធិពលនៅក្នុង game វិញតួអង្គមួយនេះអាចបោះសម្ោលបានអាចបែកភាគបានអាចស៊ីងបានដូចជា Lancelot ដែរនិយាយទៅតួអង្គនេះក៏លយដែរប៉ុន្តែតួអង្គទាំងពីរហ្នឹងគឺអាចចេញនៅក្នុង Mobile Legends បានទេដោយសារតែវាគ្រាន់តែជាគំនូរ fan art តែប៉ុណ្ណោះអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាអង្គុយស្ដាប់វីដេអូមួយនេះ